តម្លៃមាសបានធ្លាក់ចុះខ្លាំងខណៈដែលធនាគារកណ្ដាលសហរដ្ឋអាមេរិកព្រួយបារម្ភទៅលើអតិផរណានិងទីផ្សារបង្កើនការរំពឹងទុកថានឹងដំឡើងអត្រាការប្រាក់នៅឆ្នាំ2026 យោងទៅតាមការចុះផ្សាយរបស់គេហទំព័រ Bloomberg តម្លៃមាសបានធ្លាក់ចុះបន្ទាប់ពីធនាគារកណ្ដាលសហរដ្ឋអាមេរិកសម្រេចរក្សាអត្រាការប្រាក់ឲ្យនៅដដែលប៉ុន្តែបានផ្ញើសញ្ញាថាអាចនឹងមានការដំឡើងអត្រាការប្រាក់បន្ថែមនៅឆ្នាំនេះខណៈកំពុងវាយតម្លៃផលប៉ះពាល់អតិផរណាពីចំនួនអ៊ីរ៉ង់តម្លៃមាសបានធ្លាក់ចុះរហូតដល់ 75% បន្ទាប់ពីការព្យាករណ៍ថ្មីរបស់ធនាគារកណ្ដាលសហរដ្ឋអាមេរិកបង្ហាញថាមន្ត្រីចំនួន9រូបរំពឹងថានឹងមានការដំឡើងអត្រាការប្រាក់យ៉ាងហោចណាស់ 0.25% ម្ដងនៅឆ្នាំនេះហើយក្នុងនោះមាន6រូបរំពឹងថានឹងដំឡើងយ៉ាងហោចណាស់2ដងខណៈមន្ត្រី9រូបផ្សេងទៀតរំពឹងថានឹងរក្សាអត្រាការប្រាក់ដដែលឬកាត់បន្ថយនៅក្នុងកិច្ចប្រជុំលើកដំបូងក្រោមការដឹកនាំរបស់ប្រធានធនាគារកណ្ដាលថ្មីលោក Kevin Voss គណៈកម្មាធិការទីផ្សារបើកចំហរបស់ធនាគារកណ្ដាលអាមេរិកហៅកាត់ថា FOMC បានបោះឆ្នោតជាឯកច្ឆន្ទរក្សាអត្រាការប្រាក់គោលដៅចន្លោះ 3.5% ទៅ 3.75% ឲ្យនៅដដែលនេះជាលើកទី4ជាប់គ្នាហើយដែលធនាគារកណ្ដាលសហរដ្ឋអាមេរិករក្សាអត្រាការប្រាក់ដដែលខណៈការព្រួយបារម្ភរបស់ខ្លួនបានផ្លាស់ប្ដូរពីទីផ្សារការងារទៅកាន់បញ្ហាអតិផរណាដែលជំរុញមួយផ្នែកដោយការកើនឡើងថ្លៃថាមពលពីសង្គ្រាមអ៊ីរ៉ង់ធនាគារកណ្ដាលសហរដ្ឋអាមេរិកបានបញ្ជាក់ថាអតិផរណានៅតែស្ថិតក្នុងកម្រិតខ្ពស់ហើយប្រាជ្ញារក្សាស្ថិរភាពតម្លៃជាអាទិភាពបច្ចុប្បន្នទីផ្សារបានដាក់តម្លៃរួចជាស្រេចថាធនាគារកណ្ដាលសហរដ្ឋអាមេរិកនឹងដំឡើងអត្រាការប្រាក់ក្នុងប៉ុន្មានខែខាងមុខអត្រាការប្រាក់ខ្ពស់ជាធម្មតាមានផលអវិជ្ជមានចំពោះមាសព្រោះមាសមិនផ្ដល់ផលចំណេញជាការប្រាក់លោកស្រី Nikki Shield ប្រធានយុទ្ធសាស្ត្រលោហៈមានតម្លៃនៅ MKS Palm បាននិយាយថាដុតផ្លតរបស់ធនាគារកណ្ដាលសហរដ្ឋអាមេរិកលើកនេះមានចំហររឹតបន្តឹងខ្លាំងជាងការរំពឹងទុកដែលការវាយតម្លៃថាមាសដែលបានងើបប្រមាណថ្ងៃមុនពីតម្លៃ$4,000ក្នុងមួយអោនកន្លងមកអាចគ្រាន់តែជាការងើបឡើងបណ្ដោះអាសន្នប៉ុណ្ណោះមិនមែនជាការប្រែប្រួលនានាការរយៈពេលវែងឡើយនៅក្នុងសន្និសីទសារព័ត៌មានលើកដំបូងក្នុងនាមជាប្រធានធនាគារកណ្ដាលសហរដ្ឋអាមេរិកលោក Kevin Voss បាននិយាយថាខ្ញុំមើលមិនឃើញហេតុផលណាមួយដែលត្រូវពិចារណាកែប្រែគោលដៅអតិផរណា 2% នោះទេដរាបណាយើងមិនទាន់បង្ហាញថាអាចសម្រេចគោលដៅនេះបានបើគណនីទិញលក់ហាងឆេងមាសឥឡូវនេះលោកអ្នកនឹងទទួលបានការបណ្ដុះបណ្ដាលនិងការប្រឹក្សាពីអ្នកជំនាញព្រមទាំងក្លាយជាសមាជិកនៅក្នុង Channel VIP ដែលគិតថ្លៃ